Hello, trong chai lấy ta tông từ đà lấy ô xử lý mật phẹ nhung thía này trong ta lấy ô xử lý khổ xa lên trong họ nè chui chun đà lấy nhé là càng ô xử lý không ai dừng nữa tay bờ xua công hôn không ai dừng quật chai những thay đấy tay đằng này công hôn là dạng chai thay những đắng á ngày bầm bầy máu con vô bầm mũi rồi hà hay mởក្រុមហ៊ុនមួយទៀត700ហានេះជីចំទៅតដើរលេងអូស្ត្រាលីថ្លៃគួរសមដែរបើយើងគិតតែ600ហាបើគិតជាលុយអាមេរិកប្រហែលជាខ្ទង់$470អាមេរិកអីដែរប្រហែលតែហ្នឹងនេះក៏470ជាងអីចឹងណាចឹងក៏បើកឡានជូន8ម៉ោងមួយថ្ងៃប៉ុណ្ណឹងវាថ្លៃដែរហ្នឹងហើយបើសិនជាខ្ទង់មួយថ្ងៃវាដូចជា400អីក៏500អូស្ត្រាលីអីវាថាអូខេតែនេះដោយដែរបើខ្មែរយើងបើនៅបើខ្ញុំគិតទេណាហើយក៏ធ្លាប់ដឹងដែរថាខ្មែរយើងនៅខាងអូស្ត្រាលីបើសិនយើងទៅហត់ Uber ឬក៏DD មួយថ្ងៃមិនអាចរកបាន400បើយើងហត់ហើយក្នុង10ម៉ោងអាហ្នឹងបើយើងធ្វើការ10ម៉ោងបាត់បានទេ400តែបើសិនយើងដឹកភ្ញៀវក្នុងមួយថ្ងៃ8ម៉ោងទៅ10ម៉ោងយើងដឹកគាត់ហើយបាន400 500ជឿថាគាត់យកហើយចឹងសើមានខ្មែរយើងនៅខាងអូស្ត្រាលីអីបើគាត់ហត់ Uber អីក៏ DD អីហ្នឹងគាត់មានសេវាកម្មចឹងអីគាត់អាចផុសនៅក្នុងpage ខាងអូស្ត្រាលីអីក៏មកខាង New Zealand ទៅបើសិនជាមានបងប្អូនខ្មែរអីដែលគាត់ចង់ទៅដល់លេងអូស្ត្រាលីគាត់តាក់ទងទៅផ្ទាល់ចឹងគាត់ដាក់លេខទូរស័ព្ទគាត់ទៅថាគាត់ហត់Uber ក៏ DD ចឹងណាហើយសេវាកម្មគាត់ដឹកមួយថ្ងៃ8ម៉ោងក៏10ម៉ោងចឹងគាត់ឆាចមួយថ្ងៃហ្នឹងប្រហែលចឹងសាំងឡានលើគាត់អីចឹងទៅមួយថ្ងៃគាត់ឆាច400ក៏500ចឹងណាអាហ្នឹងខ្ញុំជឿថាក៏មានខ្មែរយើងតាក់ទងហៅគាត់ដឹកដែរហ្នឹងវានិយាយចំនេះវាចំណេញរៀងខ្លួនបើសិនយើងតាក់ទងក្រុមហ៊ុនវាថ្លៃដែរក្រុមហ៊ុនគាត់យក650ក្រុមហ៊ុនមួយទៀតយក750ក្នុងមួយថ្ងៃប៉ុន្តែគេកំណត់តែ8ម៉ោងណាក្នុងមួយថ្ងៃដឹកហ្នឹងគេមិនមែនគេដឹកឲ្យយើងដល់10ម៉ោងអីទេតែនេះលក្ខណៈក្រុមហ៊ុនតែបើយើងជាផ្ទាល់ខ្លួនអីចឹងណាយើងមានឡានយើងវាគួរសមដែរយើងរត់ទៅវាចំណេញខ្លួនយើងដែរយើង400 500យើងយកទៅវាអូខេតែមានខ្មែរយើងខ្លះនៅខាងអូស្ត្រាលីគាត់មានដែរគាត់ថាដូចគាត់មានផ្ទះចឹងគាត់សល់បន្ទប់ចឹងទៅតែគាត់ស្អាតគាត់ថែទាំផ្ទះគាត់ស្អាតចឹងទៅគាត់មានស្គាល់ខ្មែរយើងក៏ជនជាតិណាដែលគេចង់ទៅលេងអូស្ត្រាលីអញ្ចឹងតែគេនៅផ្ទះគាត់ហូបមួយគាត់នឹងហូបបាយផ្ទះគាត់អីចឹងណាហើយគាត់ជូនដើរលេងអញ្ចឹងទៅគាត់ឆាចមួយថ្ងៃប្រហែល100អញ្ចឹងណាអាហ្នឹងវាក៏វាល្អដែរតែបើខ្ញុំមិនដឹងថានឹងគេឆាចលុយមិនព្រោះខ្ញុំមិនដែលធ្វើសេវាកម្មអស់ហ្នឹងណាតែបើយើងធម្មតាខ្ញុំធ្លាប់តែគេងនៅអូស្ត្រាលីបើយើងមកបន្ទប់វាបើយើងពីអ្នកដីពុនមកបន្ទប់ក៏ថ្ងៃអាចចូល100អូស្ត្រាលីទៅ150យើងនិយាយថោកចុះអាហ្នឹងហើយបើយើងថ្លៃយកដឹកជូនគេដើរលេងទៀតក្នុងមួយថ្ងៃហ្នឹងយើងមិនអាចថាបើយើងយកថាថ្លៃដឹកឡាន400ទៅថ្លៃគេង200យើងថា600ចុះទាំងគេងទាំងអីខ្ញុំជឿថាក៏អ្នកគេមានលុយគួរសមគេទៅគេងផ្ទះយើង600ទាំងថ្លៃគេងទាំងថ្លៃជូនដើរលេងមួយថ្ងៃអូខេវាមានគ្នា3-4នាក់អីចឹងទៅយើងមានបន្ទប់សមរម្យឲ្យគេងអីចឹងណាតែយើងខ្លះគេអ្នកខ្លះអាចយកលើសហ្នឹងមិនដឹងខ្ញុំអត់ដឹងទេអាហ្នឹងក៏ខ្ញុំការគិតរបស់ខ្ញុំណាតែបើសិនជាគេមានគ្នា4នាក់អីទៅការបន្ទប់គេង2ហើយដល់ហើយគេតើការយើងជូនដើរលេងអាហ្នឹងក្នុងមួយថ្ងៃយើងយកប្រហែលបើមានបងប្អូនខ្មែរយើងនៅខាងអូស្ត្រាលីឬក៏ New Zealand អញ្ចឹងណាបើយើងមានសេវាកម្មអញ្ចឹងយើងផុសចូល page ដាក់លេខទូរស័ព្ទយើងដាក់ឈ្មោះយើងទៅហើយមានខ្មែរយើងណាគេចង់ដើរលេងចង់អីចឹងយើងតាក់ទងប្រាប់គេតាមហ្នឹងទៅជូនដើរលេងអញ្ចឹងទៅយើងយកសេវាកម្មប្រហែលឆាយប្រាប់គេអញ្ចឹងទៅអាហ្នឹងខ្ញុំជឿថាវាល្អដែរបើវាអាចរកចំណូលបានគួរសមដែរគាត់បើយើងទៅហត់ Uber ក៏ DD អី
នៅនេះបើខ្ញុំធ្លាប់សាកបើកណា DD ក្នុងមួយថ្ងៃ DD មក Uber វាដាច់ជាងហើយប៉ុន្តែអស់ហើយมันអាចរកបាន300ទោះយ៉ាងណាក៏រកបាន300ដែរខ្ញុំធ្លាប់បើកសាកមើលដាច់ខ្លាំងមែនតើនឹងដាច់ខ្លាំងរវល់ខ្លាំងណាបាន300ដាច់ខ្លាំងមែនតើណាប៉ុន្តែឡានវល់រហូតណាហើយក៏មានចំណេញអីប្រហែលដែរព្រោះយើងរត់ទៅវាក្រុមហ៊ុន Uber ជាមួយក្រុមហ៊ុន DD ហ្នឹងវាកាត់ភាគរយយើងច្រើនណាវាមិនមែនកាត់ 10% ទេណាអញ្ចឹងបើសិនជាមានខ្ញុំលើកទឹកចិត្តបងប្អូនយើងខ្មែរគាត់នៅអូស្ត្រាលីក៏ញូហ្សេឡង់នេះគាត់តនេគាត់អាចបើកឡានបានគាត់អត់ធ្វើការអីចឹងគាត់អាចផុសអញ្ចឹងទៅគាត់ជូនភ្ញៀវដើរលេងបើសិនជាគាត់អត់មានផ្ទះគាត់អាចជួយរបៀបថាផ្ទះណាដែលគេដូចជា holiday home ឲ្យគាត់ផ្ទះមិត្តភ័ក្តិណាដែលគាត់ស្អាតដែរគាត់ជួលមករបៀបមក holiday មកគេដើរលេងមួយខែមួយអាទិត្យពីរអាទិត្យអីចឹងគេទៅវិញអីចឹងទៅអាហ្នឹងវាមានចំណេញទាំងអស់គ្នាហើយអរគុណណា